សម្រាប់កម្មវិធីរបស់ខ្ញុំគឺខ្ញុំផ្ដោតទៅលើសុជីវធម៌និងការរស់នៅហើយនិងអត្តចរិតពិសេសបំផុតគឺការរស់នៅជាប្រចាំថ្ងៃជាមួយគ្នាដោយសារកម្មវិធីខ្ញុំអ្នកដែលគាត់ដាក់ពាក្យសិតតែអ្នកដែលគាត់មានថាគាត់ស្អាតហើយគាត់មានសមត្ថភាពគាត់នឹងបញ្ចេញដូចខ្ញុំតែងតែនិយាយថាអីដែលសំខាន់បំផុតសុជីវធម៌ល្អការនិយាយស្ដីគ្រប់ធំធៅទៅដល់ណាក៏គេទទួលស្គាល់ដែរតែបើសិនជាយើងមានសម្រស់ស្រស់ស្អាតប៉ុន្តែបើយើងមានសុជីវធម៌ទេទោះបីជាគាត់ប្រកែប៉ុណ្ណាទៅដល់ណាក៏គេអត់ទទួលស្គាល់គឺគេតែងតែប្រកាន់ចឹងតែម្ដងអញ្ចឹងមកខ្ញុំតែងតែភាសាមកគាត់ថាបងសារនេះក្នុងខ្ញុំជា sponsor មួយដែរហើយគាត់យើងបានដូចថានិយាយការងារមួយគ្នាដែរថាអ្វីដែលសំខាន់សម្រាប់គឺយើងអាចកែកាន់តាមក្រោយអីដែលសំខាន់បំផុតគឺសុជីវធម៌និងការគោរពនឹងគឺចាំបាច់បំផុតនៅក្នុងសង្គមយើងសប្តាហ៍ថ្ងៃនឹងតែម្ដងមិនថាភេទណាទេបើសិនជាគាត់ខុសពីអ្វីដែលអូនស្រីបានជម្រាបបំបីមិញគឺថាបន្ទូយើងអាចដកតាមនឹងចាមិនធំតែដល់បងគឺដកគាត់ចេញពីការប្រកួតហ្មងចាលោកធីវ៉ាត់បញ្ជាក់ច្បាស់ថាជ័យលាភី Miss Grand Cambodia 2025ត្រូវតែមានចំណុចទាំងនេះបើមិនមានទេកុំសង្ឃឹមដោយសារតែមានការគ្រប់គ្រងច្រើននិងសំណូមពរឲ្យមានជាតិថ្មីក្នុងពេលនេះកម្មវិធីប្រកួតសម្រស់បវរកញ្ញាភេទទី3 Miss Grand Cambodia 2025ដែលជារដូវកាលទី2ក៏បានមកដល់ហើយបេក្ខភាពដែលត្រូវចូលរួមប្រកួតគឺខាងកម្មវិធីជ្រើសរើសបានជិតគ្រប់ចំនួនហើយដោយសារតែកម្មវិធី Miss Grand Cambodia 2025រឹតបន្តឹងលើលក្ខខណ្ឌមួយចំនួនទើបមកដល់ពេលនេះកម្មវិធីរើសបានតែបេក្ខភាពប្រមាណជា18រូបតែប៉ុណ្ណោះក្នុងចំណោម25រូបតាក់ទងទៅនឹងរឿងលោកធីវ៉ាត់ម្ចាស់ស្ថាប័ន Miss Grand Cambodia 2025បានបញ្ជាក់ច្បាស់ថាបានប៉ុណ្ណាយកប៉ុណ្ណឹងលោកត្រូវការគុណភាពមិនត្រូវការបរិមាណនោះទេបាទបងខ្ញុំឈ្មោះធីវ៉ាត់ជាម្ចាស់ Miss Grand Cambodia បងបាទអរគុណច្រើនបាទជាបងសូមអនុញ្ញាតសាកសួរយោបល់ដល់ផ្ទាល់តែម្ដងតើមានចំណាប់អារម្មណ៍បែបណាទើបយើងទិញយកកម្មវិធីបាទ Miss Grand Cambodia មកធ្វើនៅក្នុងពេលនេះបាទមូលហេតុគឺដំបូងយើងចង់លុបបំបាត់ភាពរើសអើងហើយចង់ឲ្យពួកគាត់បញ្ចេញសមត្ថភាពដែលពួកគាត់មានផងដែរបងបាទអរគុណច្រើនបាទកម្មវិធីនេះដូចជាមានម្ដងហើយមែនទេបាទឬក៏យ៉ាងណាបាទកាលឆ្នាំមុនមានម្ដងហើយបងប៉ុន្តែដោយសារឆ្នាំនេះមានអ្នកគ្រប់គ្រងច្រើនហើយបងប្អូនគាត់ថាបងបើឯងបង្កើនម្ដងទៀតសារថ្មីនេះគឺយើងចង់ឲ្យបេក្ខភាពជាច្រើនគាត់បញ្ចេញជាច្រើនទីដោយសារឆ្នាំនេះគឺមានអ្នកដាក់ពាក្យច្រើនមែនទែនហើយនឹងម្ចាស់ sponsor ច្រើនមែនទែនបងបាទហើយតើយើងមានអារម្មណ៍បែបណានៅពេលដែលយើងធ្វើលើកទី1ហើយជោគជ័យមានការគ្រប់គ្រងច្រើនហើយត្រឡប់មកកាន់លើកទី2នេះបាទសម្រាប់អារម្មណ៍របស់ខ្ញុំគឺរំភើបហើយក៏មានអារម្មណ៍មួយថាមានអ្នកគ្រប់គ្រងច្រើនហើយបងប្អូនគាត់ចង់ប្រឡងច្រើនហើយពិសេសគឺម្ចាស់ sponsor គាត់តែងតែទុកចិត្តនឹងអ្វីដែលពួកយើងបានធ្វើជូនទៅលើពួកគាត់វិញផងដែរបងបាទហើយសម្រាប់បេក្ខជនរបស់យើងបាទបេក្ខភាពរបស់យើងបាទដែលនៅក្នុងពេលនេះយើងជ្រើសរើសបានច្រើនហើយបាទតើលោកអាចសម្លឹងហើយបានថាយើងមើលឃើញហើយឬនៅណាបាទអាចរកបានហើយឬនៅបាទនៅក្នុង top 5 យើងបាទសម្រាប់បេក្ខភាពគឺកំពុងតែតាមដានមើលទាំងខ្ញុំទាំងម្ចាស់ sponsor ទាំងគណៈកម្មការផងដែរបងដោយសារឆ្នាំនេះគឺមានជើងខ្លាំងច្រើនចូលរួមបងដោយសារឆ្នាំមុនយើងមានតែមានតិចប៉ុន្តែឆ្នាំនេះគឺមានច្រើនអ្នកដែលគាត់មានសមត្ថភាពខ្ពស់ហ៎បងបាទអញ្ចឹងបងប្អូនជួយជម្រាបតែម្ដងថាតើសម្រាប់ Miss Grand Cambodia យើងផ្ដល់ពិន្ទុបាទសំខាន់មានប្រមាណចំណុចហើយមានអ្វីខ្លះដែលយើងគួរតែចាប់អារម្មណ៍ឬក៏មានអ្វីខ្លះដែលបេក្ខភាពគាត់គួរតែមានបាទសម្រាប់កម្មវិធីរបស់ខ្ញុំគឺខ្ញុំផ្ដោតទៅលើសុជីវធម៌និងការរស់នៅហើយនិងអត្តចរិតពិសេសបំផុតគឺការរស់នៅជាប្រចាំថ្ងៃជាមួយគ្នាដោយសារបច្ចុប្បន្នគឺសង្គមយើងកំពុងតែរើសអើងនៅលើភេទប្រភេទដូចពួកខ្ញុំអញ្ចឹងខ្ញុំចង់លុបបំបាត់ហ្នឹងអញ្ចឹងខ្ញុំចង់បង្កើតកម្មវិធីហ្នឹងមកដើម្បីឲ្យយើងមើលឃើញពីសកម្មភាពថាពួកគាត់រាល់ថ្ងៃគឺធ្វើការដូចបុរសនិងស្ត្រីអញ្ចឹងហើយរាល់ថ្ងៃសំបីជាង make up ក៏យើងត្រូវការមានថាពិធីមង្គលការត្រូវការពួកគាត់កាត់សម្លៀកបំពាក់រាល់ថ្ងៃក៏ពួកគាត់អ្នកធ្វើអញ្ចឹងមានន័យថាចង់បង្ហាញទៅឲ្យបងប្អូនទាំងអស់គ្នាឈប់រើសអើងលើពួកគាត់ទៀតដោយសារពួកគាត់សិតតែអ្នកដែលគាត់ធ្វើឲ្យសង្គមរីកចម្រើនបានដូចគ្នាបងមិនមែនថាតែប្រុសតែស្រីទេ
បាទអរគុណច្រើនបងសូមកលេចទៅកាន់បេក្ខភាពរបស់យើងបន្តិចបាទដោយសារតែកន្លងមកគឺសរុបទៅនៅក្នុងឆ្នាំនេះតែម្ដងគឺសម្រាប់បាទកម្មវិធីប្រកួតសម្រស់បាទភេទទី3គឺរងជាមួយបាទការរិះគន់ច្រើនពាក់ព័ន្ធទៅនឹងសម្រស់បាទហើយកម្មវិធីមួយចំនួនឃើញថាគាត់រកបានជ័យលាភីម្នាក់ចឹងទៅគាត់យក10 20នាក់ទៀតដែលសម្រស់មិនសូវបានយកមកអមឆាកចឹងទៅបាទហើយកម្មវិធីខ្លះក៏គាត់ថាមានអ្នកស្រស់ស្អាតច្រើនគួរសមអញ្ចឹងទៅបាទអញ្ចឹងសម្រាប់កម្មវិធីបាទ Mr. Cambodia បាទតើយើងគិតយ៉ាងណាបាទបេក្ខភាពដែលមានវត្តមាននៅលើវេទិការបស់ Mr. Cambodia 2025តើពួកគាត់សុទ្ធសឹងតែជាបាទបេក្ខភាពដែលមានគុណភាពឬក៏យើងមាន top 5 top 10 ហើយឬក៏យើងយកអ្នកបន្ថែមគ្រាន់តែអមឆាកបាទបងសម្រាប់និយាយរឿងកម្មវិធីវិញគឺយើងរៀបចំនេះយើងអត់ប្រកាន់ថាគាត់អាក្រក់ឬក៏ស្អាតទេប៉ុន្តែអ្វីដែលយើងចង់បានគឺតអត្តចរិតទី1ទី2តែកម្មវិធីខ្ញុំធានាថាបេក្ខភាពសិតតែគាត់មានស្នាដៃគាត់មាន credit ហើយនឹងគាត់ស្រស់ស្អាតដោយសារកម្មវិធីខ្ញុំអ្នកដែលគាត់ដាក់ពាក្យសិតតែអ្នកដែលគាត់មានថាគាត់ស្អាតហើយគាត់មានសមត្ថភាពគាត់នឹងបញ្ចេញចឹងសម្រាប់កម្មវិធីខ្ញុំគឺខ្ញុំចង់ផ្ដោតទៅឲ្យបងប្អូនទាំងអស់គ្នាគាត់ស្វែងយល់កុំឲ្យរើសអើងដោយសារកម្មវិធីមួយស្ថាប័នខុសគ្នាបងចឹងស្ថាប័នរបស់ខ្ញុំផ្ដោតទៅលើអ្វីបែបរបស់ខ្ញុំរបស់គេគឺបែបរបស់គេខ្ញុំមកចង់ឲ្យបងប្អូនទាំងអស់គ្នាគាត់រិះគន់ឬក៏ក្នុងស្ថាបនាមួយដែលថាឲ្យតម្លៃនឹងពួកគាត់ដោយសារពួកគាត់ពេលខ្លះគាត់មើល comment គាត់មើលការរិះគន់គាត់បាក់ទឹកចិត្តក្នុងការមិនចង់បន្តពីកម្មវិធីហ្នឹងឯងបងអញ្ចឹងពួកខ្ញុំទោះជាកម្មវិធីខ្ញុំបង្កើតក្រោយគេប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានិងបងទាំងអស់គ្នាអត់ចង់ឲ្យគាត់រើសអើងទៀតទេដោយសារយើងចង់ធ្វើនេះដើម្បីឲ្យបងប្អូនទាំងអស់គ្នាបញ្ឈប់ការរើសអើងនៅលើពួកគាត់ផងដែរបងបាទអរគុណច្រើនបាទឥឡូវត្រឡប់មកកាន់កម្មវិធីយើងវិញបាទអញ្ចឹងសម្រាប់បេក្ខភាពរបស់យើងនៅក្នុងពេលនេះកម្មវិធីរបស់យើងបាទជ្រើសរើសប្រហែលអ្នកហើយទើបយើងប្រកាសថានឹងបំពាក់ជាងនៅក្នុងពេលខាងមុខបាទសម្រាប់កម្មវិធីខ្ញុំជ្រើសរើស20នាក់ទៅ25នាក់បងប៉ុន្តែឥឡូវនេះយើងបាន17ទៅ18នាក់ហើយយើងខ្វះតែប្រហែលនាក់ទៀតទេបើសិនឧទាហរណ៍វាគៀកថ្ងៃបំពាក់ឈៀងយើងបាន25យើងធ្វើ25តែបើសិនបានត្រឹម20យើងធ្វើត្រឹមតែ20នាក់តែប៉ុណ្ណោះបងបាទអញ្ចឹងប៉ុន្តែសម្រាប់ top 5 ឬក៏បាទ top 3 របស់យើងគឺយើងចំនួនគឺនៅដដែលបាទប៉ុន្តែសម្រាប់បេក្ខភាពជារួមបាទគឺដល់ថ្ងៃបំពាក់ជាងគឺយើងមានប៉ុណ្ណាគឺយើងរៀបចំកម្មវិធីតាមនឹងតែម្ដងបាទបងបាទអរគុណច្រើនបាទសម្រាប់តាក់ទងទៅនឹងកម្មវិធីរបស់យើងផងដែរបាទតាមធម្មតាគឺកម្មវិធីនីមួយៗគាត់តែងតែមានកម្មវិធីរៀបចំលំដាប់ប្រទេសហើយនឹងកម្មវិធីសម្រាប់ទៅឆាកអន្តរជាតិបាទតែសម្រាប់ Mr. Cambodia 2025បាទយើងមានគម្រោងទេថាជ័យលាភីរបស់យើងបាទគាត់នឹងមានឱកាសបាទឡើងទៅលើឆាកអន្តរជាតិសម្រាប់ឆ្នាំនេះគឺយើងបង្កើតឡើងម្ដងទៀតនេះដោយសារអីដោយសារយើងចង់ឲ្យពួកគាត់ស្វែងយល់ពីកម្មវិធីបវរកញ្ញាជាច្រើនទៀតមានថាកម្មវិធីខុសៗគ្នាបងហើយអ្នកដែលគាត់ជាប់នៅឆ្នាំនេះលេខ1គឺយើងអាចនាំគាត់ទៅប្រឡងនៅប្រទេសថៃបានប៉ុន្តែកម្មវិធីអ្វីគឺយើងអត់ទាន់បង្ហាញទេបងចាំ surprise ពួកគាត់ពេលដែលគាត់បានជាប់ winner សិនបាទបងបានថាសម្រាប់កម្មវិធី Mr. Cambodia 2025គឺយើងបាទជ្រើសរើសយកជ័យលាភីសម្រាប់ស្ថាប័នយើងបាទហើយការដែលយើងបញ្ជូនទៅប្រកួតនៅប្រទេសណាឬក៏កម្មវិធីណាគឺយើងអត់ទាន់បញ្ជាក់ច្បាស់ទេបាទសូមលាក់សិនเนาะបាទអរគុណច្រើនបាទហើយសម្រាប់កម្មវិធីបាទ Mr. Cambodia 2025បាទតើក្នុងពេលនេះបាទយើងទទួលបានជាមួយនឹងអ្នកឧបត្ថម្ភកម្មវិធីប្រហែលជាប្រមាណស្ថាប័នប្រមាណក្រុមហ៊ុនដែរបាទក្នុងឆ្នាំនេះគឺយើងបានច្រើនគួរសមបងហើយពួកគាត់ sponsor ជា condo ហើយនឹងជា collagen ជាប្រភេទថ្នាំសម្រកមានច្រើនបងនិយាយទៅតិចនឹង surprise បងប្អូនទាំងអស់គ្នាផងដែរនឹងបេក្ខភាពដែរថាអូពិតជាមានអ្នកដែលគាត់ sponsor ម្ចាស់ sponsor គឺធំជាច្រើនទៀតបងបាទតើលោកអាចបង្ហើបបានទេថាសម្រាប់ជ័យលាភី Mr. Cambodia 2025ជ័យលាភីលេខ1បាទគាត់អាចនឹងទទួលបាននៅអ្វីខ្លះពីកម្មវិធីបាទសម្រាប់អ្នកជាប់លេខ1គាត់មានឱកាសធ្វើ BA ជាមួយនឹងផលិតផល collagen ហើយគាត់បានការងារជាច្រើនធ្វើជា BA ច្រើនទៀតនឹងថតជាបែបសម្អាងការដែរបងអញ្ចឹងអ្វីដែលជាភាពចាំបាច់គឺពេលដែលគាត់ជាប់សិនយើងនឹងបែងចែកតាមនឹងដោយសារពេលខ្លះសមត្ថភាពគាត់បើយើងអាចមានថាអាចដាក់អ្វីដែលលើសពីសមត្ថភាពគាត់ក៏បានដែរបងអញ្ចឹងយើងចង់ឲ្យគាត់ពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងទៅទៀត
បាទអរគុណច្រើនបាទឥឡូវសូមសំណួរចុងក្រោយសម្រាប់កម្មវិធីរបស់យើងតែម្ដងបាទតាមធម្មតាសម្រាប់ការប្រកួតបាទគឺថាជាមិនផុតពីការបាត់រិះគន់ផ្សេងបាទតើតើទៅនឹងជាលិភីថាំងអ្នកខ្លះក៏គិតថាំងសំជាមួយកម្មវិធីហើយអ្នកខ្លះក៏គិតថាបេក្ខភាពស្អាតមិនជាប់អ្នកផ្សេងអញ្ចឹងទៅបាទអញ្ចឹងបាទសម្រាប់ក្នុងនាមលោកជាម្ចាស់ស្ថាប័នតើត្រៀមបាទគំនិតយោបល់អ្វីខ្លះហើយនៅបាទសម្រាប់ឆ្លើយតបទៅនឹងបាទគំនិតរិះគន់ទាំងអស់ហ្នឹងបាទនឹងហើយបងហ្នឹងសំណួរដែលចម្លើយឆ្លើយទៅគឺពិសេសដូចគ្នាបងសម្រាប់ winner អ្នកកាន់ដៃក្នុងឆ្នាំនេះគឺខ្ញុំយកបែបចំណេះដឹងនិងសុជីវធម៌ខ្លាំងបងដោយសារភាពស្អាតយើងអាចកែកុននឹងពេលថ្ងៃក្រោយបានចឹងអ្វីដែលខ្ញុំចង់បានឆ្នាំនេះគឺខ្ញុំចង់បានអ្នកដែលគាត់មានចំណេះដឹងទាំងភាសាទាំងអត្តចរិតចឹងមានន័យថាឆ្នាំនេះគឺខ្ញុំជំរឿសខ្លាំងមែនតើដោយសារពេលដែលគាត់ឧទាហរណ៍គាត់អត់ស្អាតប៉ុន្តែគាត់អាចជាប់ជា winner យើងអាចកែកុនគាត់នៅពេលថ្ងៃក្រោយបានបងមានថាអាចធ្វើចំមោះឬក៏កែតិចតួចទៅអ្វីនៅថ្ងៃក្រោយប៉ុន្តែអ្វីដែលខ្ញុំសំខាន់គឺខ្ញុំចង់បានអ្នកដែលគាត់មានចំណេះដឹងហើយនឹងសុជីវធម៌ក្នុងការរស់នៅនិងធ្វើការជាមួយនឹង BA របស់គេនិងជាមួយនឹងយើងផ្ទាល់ផងដែរបងបាទអរគុណច្រើនបាទក្នុងពេលនេះបាទសូមសាកសួរតែម្ដងបាទសម្រាប់ថ្ងៃបំពាក់ជាងអាចនឹងរៀបចំឡើងនៅពេលណាដែរហើយនៅទីណាដែរបាទថ្ងៃបំពាក់ជាងយើងអាចធ្វើចិត្តឆាប់ហ្នឹងឯងបងដោយសារទី1យើងចង់ឲ្យពួកគាត់គ្រប់ចំនួនសិនដូចខ្ញុំនិយាយបញ្ជាក់ខាងបងជើងថាអាចនឹង20ទៅ25នាក់ពេលដែលគ្រប់ហើយយើងចាប់ផ្ដើមនឹងធ្វើបំពាក់ជាងទៅអាចនឹងក្នុងខែនឹងឬក៏ខែ7ក្រឡេកទៅមើលកញ្ញា Hailey May CEO Kenchi Collagen និងលោក ស៊ូ សវណ្ដាម្ចាស់ដាវ៉ាត់ Gold សម្អាងការដែលជា Gold Sponsor នៃកម្មវិធីបានអះអាងដូចគ្នាថាបេក្ខភាពដែលចូលរួមប្រកួតទាំងអស់ត្រូវបញ្ចេញនៅភាពស្មោះត្រង់ត្រូវមានសុជីវធម៌ល្អទំនាក់ទំនងល្អជាគំរូល្អក្នុងសង្គមតែបើដឹងថាបេក្ខភាពរូបណាប្រើចរិតបែប fake បែបស្នេហ៍គឺដកចេញភ្លាមបាទហើយសម្រាប់បងប្រុសបាទមានចំណាប់អារម្មណ៍បែបណាសម្រាប់តខ្លួនបាទទី1បងខ្ញុំឆ្លាញ់ក្នុងវិស័យបបរកញ្ញានេះដើម្បីខ្ញុំ sponsor ទី1បំបត្តិការរើសអើងភេទបងចាបងដោយសារតែនេះគឺជាកម្មវិធីដំបូងហើយកម្មវិធីថ្មីហើយណាមួយសម័យនេះគឺសម័យថ្មីហើយគេក៏លើកបំបត្តិនៅការរើសអើងច្រើនដែរអញ្ចឹងខ្ញុំចង់មកគ្រប់គ្រងនិងលើកស្ទួយវិស័យបបរកញ្ញាភេទទី3ឲ្យបានកាន់តែតលំទលាគេស្គាល់កាន់តែច្រើនហើយមួយទៀតគឺលុបបំបត្តិការរើសអើងភេទចាព្រោះនៅឥឡូវនេះគឺវាតលំទលាហើយអញ្ចឹងក៏យើងអាចនឹងក្នុងការ sponsor នៅក្នុងកម្មវិធីភេទទី3បានដែរចាហើយឥឡូវនេះគឺខ្ញុំចង់ឲ្យមិនថាស្រីផុសទេឬក៏ភេទទី3គឺគាត់មានសិទ្ធិស្មើគ្នាពួកគាត់ក៏ចង់ស្អាតគាត់ក៏ចង់ដូចយើងគ្រប់គ្នាដែរហើយមិនថាការងារណាឥឡូវនេះគឺចាំបាច់មានពួកគាត់ទាំងអស់តែម្ដងសូម្បីតែផាត់មុខណាបងភេទទី3គាត់ផាត់មុខស្អាតចាហើយគាត់ចេះតាំងពី design ឈុតមិនថាឈុតខ្មែរក៏ឈុតបែប evening gown អីគឺគាត់បកកាយខ្លាំងមែនតើហើយគាត់តស៊ូខ្លាំងបាទអរគុណច្រើនបាទបងស្រីអាចបង្ហើបបន្តិចបាននេះថាក្រៅអំពីការឧបត្ថម្ភគ្រប់គ្រងដល់ការប្រកួតទាំងមូលហើយបាទតើបាទក្រុមហ៊ុន Fenchi របស់បងស្រីបាទ Jessimy បាទយើងមានជួយអ្វីខ្លះទេទៅដល់ JLP របស់យើងបាទចាបងសម្រាប់ JLP គឺមានបងទៅតាមជាក់ស្ដែងហើយតាមការងារដែលយើងបានពិភាក្សានេះទុកតែសូមលាក់សិនចាហើយនឹងមានជាឲ្យពួកគាត់ខ្លាចជា BA ប្រចាំក្រុមហ៊ុនរបស់ខ្ញុំហើយនឹងបេក្ខភាពអីផ្សេងទៀតឬក៏ top 5 top 10 អីបងប្អូនអរគ្នាបងលើកទឹកចិត្តខំប្រឹងអត់ពីសមត្ថភាពឲ្យតែបកកាយគឺបងមើលឃើញហើយកុំអន់ចិត្តថាបានតែ winner ឬក៏ top 5 អីអត់ទេអូន top 5ក៏មានការងាររបស់គាត់ winner លំដាប់រងក៏មានការងាររបស់គាត់អូនដែលអត់ជាប់ទាំងអស់ក៏បងមើលតាមជាក់ស្ដែងដែរមិនភ័យទេឲ្យតែបកកាយណាហើយមួយទៀតគឺសុជីវធម៌និងការគោរពគឺទី1តែម្ដងគឺត្រូវតែមានទី1ហ្មងបាទអរគុណច្រើនបាទសម្រាប់លោកវិញបាទតើមានយើងថាយើងផ្ដល់ជាការងារឬក៏ផ្ដល់អ្វីខ្លះបាទសម្រាប់ JLP របស់យើងបាទបងបើសម្រាប់ក្នុងកម្មវិធីបើមានចូល top 5 គឺខ្ញុំមានន័យថាបើសម្រាប់គាត់ស្អាតគឺខ្ញុំត្រូវយកគាត់ថតជា promote BA សំអាងការបងដើម្បីថតជា promote ថតសម្លៀកបំពាក់ម៉ូដថ្មីសម្រាប់សំអាងការរបស់ខ្ញុំអញ្ចឹងណាបង